សួស្តីអ្នកទាំងអស់គ្នានឹងខ្ញុំនឹងបង្ហាញពីការ set up VMware ដើម្បី set up បានលុះត្រាតែយើងមាន VMware workstation EXE អញ្ចឹងយើងមានហើយយើង double click លើវាហើយយើងក៏ចុច next ហើយក៏ accept ហើយ next ទៀត ហើយយើងចុច next តាមដូចដែលឃើញក្នុងវីដេអូអញ្ចឹងបន្តមកយើងរងចាំឲ្យវាពេញយើងរងចាំឲ្យវាដើរបានពេញហើយបន្តមកនៅពេលដែលវាពេញហើយវានឹងឲ្យយើង click finish ហើយនៅពេលដែលវា finish ហើយវានឹងទទួលបានapplication វាមកប្រើ